ក្រោយពីមានការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថាយោធាថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង18នាក់នៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោកវិនថៃស៊ូវ៉ារីបានចេញមកបញ្ជាក់សារជាថ្មីថាការដោះលែងវីរៈកងទ័ពកម្ពុជាទាំង18នាក់នៅថ្ងៃពុធទី12ខែវិច្ឆិកាឆ្នាំ2025ខាងមុខនេះកំពុងស្ថិតក្នុងដំណាក់កាលពិចារណានិងរៀបចំរបស់កងទ័ពថៃនៅឡើយទេហើយលោកវិនថៃស៊ូវ៉ារីបានសង្កត់ធ្ងន់បន្ថែមទៀតថាពេលវេលានៃការដោះលែងវីរៈកងទ័ពកម្ពុជាទាំង18នាក់ឲ្យត្រឡប់មកកម្ពុជាវិញនឹងត្រូវធ្វើឡើងបន្ទាប់ពីកម្ពុជាដកអាវុធធុនធ្ងន់ដំណាក់កាលទី1ដំណាក់កាលទី2និងមិនរារាំងដល់ប្រតិបត្តិការនៃការដោះគ្រាប់មីនដែលកំពុងតែដំណើរការប៉ុណ្ណោះពិតជាក្រឡេកក្រឡុចរោគជឿមិនត្រូវមែនមួយចុះថាដោះលែងមួយចេញមកបញ្ជាក់ថាកំពុងតែពិចារណា